សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសម្រាប់អ្នកដែលអត់ស្គាល់ខ្ញុំឈ្មោះលឹមអរុនមានអាយុ21ឆ្នាំហើយខ្ញុំជាកីឡាករកូនកាត់ខ្មែរនូវែលសេឡង់ដែលលេងនៅក្លឹបកងយុទ្ធពលខេមរាភូមិន្ទក្នុងលីកកំពូលកម្ពុជាថ្ងៃហ្នឹងយើងមានប្រកួតសំខាន់យើងប៉ះមួយក្រុមវិសាខាក្នុងពានសម្ដេចហើយសង្ឃឹមថាយើងបានឈ្នះឆ្នាំនេះយើងបានលេងមួយវិសាខាប្រហែលជា 3-4 ដងហើយប៉ុន្តែយើងអត់ទាន់ស្គាល់ពាក្យថាឈ្នះអរុនបាទមួយទល់នឹងមួយទាញហើយក៏លើកកោកន្លែងនេះបានលោតប្រកបទី2ចូលហើយសូមអធិស្ឋានផងប្រហែលជាខ្ញុំនិយាយខ្មែរអត់សូវច្បាស់ប៉ុន្តែសម្រាប់វីដេអូនេះខ្ញុំនឹងព្យាយាមនិយាយខ្មែរសួស្តីបងបាទសួស្តីបងមានអារម្មណ៍មិនដែរមកចូលរួមជាមួយក្រុមមួយបន្ទាប់ពីឈឺឆ្គងយូរហើយសម្រាប់ខ្ញុំសប្បាយចិត្តដែលអាចតមកការទីលានជាមួយក្រុមនៅក្នុងការប្រកួតចែកកាប់ជា2ថ្ងៃនេះហើយខ្ញុំពិតជាសប្បាយចិត្តអ្វីដែលខ្ញុំដឹងថាវាលឿនពេកហើយអាចមកការទីលានដល់ទៀតបាទ
ខ្ញុំចង់និយាយអំពីចំណុចល្អក្នុងលីកកំពូលកម្ពុជាឆ្នាំនេះមានកីឡាករបរទេសខ្លាំងក្នុងលីកយើងដែលមានបទពិសោធន៍នៅអឺរ៉ុបទី1មានកីឡាករខ្សែការពារឈ្មោះ Yago គាត់ជាកីឡាករក្រុមជម្រើសជាតិឡាតវី On his right foot, space out the outside. You've got standing pace. You're standing still, you can beat most fullbacks. ទី2មានកីឡាករខ្សែប្រយុទ្ធឈ្មោះ Park Jong-bin គាត់មកពីកូរ៉េប៉ុន្តែគាត់ធ្លាប់លេងនៅលីកទី2បារាំងគាត់ធ្លាប់លេង Bundesliga ហើយលីកផ្សេងទៀតនេះជាចំណុចល្អសម្រាប់ប្រទេសយើងមានកីឡាករធំដែលចង់មកលេងក្នុងលីកកំពូលកម្ពុជាកីឡាករខ្មែរយើងអាចរៀនពីគេយើងអាចមើលកម្រិតគេហើយប្រជែងមួយគេក្នុងការប្រកួតដើម្បីអភិវឌ្ឍខ្លួនយើងសុវណ្ណបំផ្លោង pinpoint មករកលេងនូរ៉ា first touch នូរ៉ាក៏ល្អបញ្ជូនទៅបញ្ឆោតត្រង់នេះអីយ៉ាឆក់យកបានវិញមើលឃើញខាងស្វែងដៃចំហនេះយ៉ាងណាដែរទៅហើយ first touch មួយមិនបានល្អទេឬអីមិនបញ្ហាទេប៉ុន្តែកាន់យ៉ាបាទត្រង់នេះនៅតែមិនបញ្ហាផ្ដួលខ្លួនបញ្ជូនដល់បានអ្នកក្រាចេញគ្នាត្រង់នេះគាត់ផ្ដាច់ចេញក្រៅ Raymond មិនបញ្ជូនមួយជើងយ៉ាងឆ្ងាយទៅខាងស្ដាំ first touch បានប្រគួតមុនអរុនបាទទប់មួយសិនអារុនទទួលបានបាល់វិញលឹមអារុនរ៉ៃមែនបាទលឹមអារុនរ៉ៃមែនតាមរបស់គាត់ហើយចាត់ទុកថាជា legend ហ្នឹងបាទប្រកួតចប់ហើយយើងបានចាញ់ខ្ញុំគិតថាក្នុងតង់ទី1យើងធ្វើបានល្អយើងការពារខ្លាំងហើយយើងមានឱកាសប្រហែលជា 3-4 ដងប៉ុន្តែក្នុងតង់ទី2យើងបង្កើតកំហុសយើងរក្សាបាល់អត់សូវបានល្អហើយយើងការពារអត់សូវបានល្អខ្ញុំអត់សូវសប្បាយបាទប៉ុន្តែខ្ញុំនឹងព្យាយាមប្រឹងប្រែងបន្តទៀតខ្ញុំមានអារម្មណ៍ថាសោកស្ដាយពីព្រោះយើងអត់បានឈ្នះការប្រកួតហ្នឹងប៉ុន្តែសូមអរគុណអ្នកគាំទ្រសម្រាប់ការគាំទ្រយើងក្នុងការប្រកួតហ្នឹង